បំពេញមិនចាំលេចគ្រាកំសត់ច្រើនឆ្នាំแล้วจองนี่ไว้อัดปรอมจังมาฟ้องไว้ก็สงัดมาแล้วไอ้ก็จะไปซีนะอามาโจรมวยโจรมวยไอ้ก็สรุปสมใจไม่อยากลำปงน้อยบางมันออกจะมันปรายืมนี่กี่จังนึกดอนทั้งได้เนี่ยตื่นซาจมูกแบบปนน่ะโกนนะโอ้ไม่ช่างไงนะเว้ยละบองเอ้ยละอ้อตัวไอ้ละบองมันเป็นพลายเบี้ยติดรวยอันคังอันสลัยที่มันบ้างอันกันดังมาพักจังมาเลือดได้เลือดได้จ้ะเลือดได้แล้วบ้างบ้ามันตายตายชัวร์นะตายตัวละบ้างไอ้ละบ้องไอ้จ่วยมาตายละบ้องกูไม่ทำอะไรกูมาไว้ดูอะไรทำยังไงวะไอ้บ้องตะกูจะปิดไงหนุ่มหมอตาก็ตรึจบปุนเทเนกีอริยะปีมาเพยชนำขนงระยะปีมาเพยชนำนี่ตาบานคำตั้งสมาธิให้เที่ยวเนียทอไม่เจียสละสะแตงปนมาได้ตาทรอบเรียนปีมนหมอให้ตั้งเจตาปีบานเจนปีกกตาหนังบุนขนงตีสงัดแต่เมื่อเนี่ยเองจุ่มเนี่ยออกกินแลลูกกีนึ่งศึกษาวิจิเปดดำไปช่วยมนุษย์สัตว์อย่างออกดำไปช่วยก็สอนพอลบนดอดพระปุณตาเราโฮมดดอดทั้งไงนี้บ่มนองระบอตาบานสำไรเฮ้ยตาดึงถาเจ้าจองสัวเปียไว้ตาบานเนี่ยสนองเฮ้ยโดยฉันได้เจ้าเตรียมคลุนตู้ทั้งไงสไอตานึ่งเป็นจูนเจ้าถึงปีมอจะเสระบอตาเฮ้ยจับประดามศึกษาวิจิสอบมุกได้ตามีนกันแต่ละงี้ให้เตยยิงบ้านเจ้าหมดดอลเฮยบ้านลูกตาโดยชนะไอตั้งปีนเนี่ยน้อมขึ้นตหัดกุนบองติดตาเยิงบองยังไม่ตายบองอะไรดิเอาชมสมตัวบองดำบองเปล่าหรือลิง บ
ការហាត់ដកដង្ហើមការពិតក្មេងមិនទាន់ចេះដកដង្ហើមបានត្រឹមត្រូវនោះទេយើងបានដឹងស្រាប់ហើយថារូបកាយរបស់យើងរស់នៅបានដោយសារឈាមហើយចុះបើឈាមស្ទះវិញដោយសារស្ទះខ្យល់អុកស៊ីសែនខ្យល់អុកស៊ីសែនយ៉ាងមិនចេះយើងត្រូវយកចិត្តទុកដាក់ខ្យល់អុកស៊ីសែនយើងត្រូវតែយកចិត្តទុកដាក់ពីបាតុភូតផ្ដល់ខ្យល់អុកស៊ីសែនឲ្យបានគ្រប់គ្រាន់ជាពិសេសក្នុងការប្រាណយើងគួរតែយកចិត្តទុកដាក់ពីការផ្ដល់ខ្យល់អុកស៊ីសែនឲ្យបានច្រើនបន្តិចអូលោកតាអូលោកតាចៅទាំងពីរមិននៅជាមួយតាយូរហើយតាគ្មានអ្វីឲ្យចៅទាំងពីរទេមានតែចំណេះដឹងទាំងនេះទេដែលផ្ដល់ឲ្យចៅវាជាទ្រព្យសម្បត្តិដែលគ្មាននរណាលួចពីចៅបានម្យ៉ាងទៀតវាមានលក្ខណៈសំខាន់សម្រាប់ទ្រទ្រង់ដល់ជីវភាពរបស់ចៅទៀតមើលទៅដូចជាយប់ហើយចូលសម្រាប់ទៅចៅទាំងពីរបាទលោកតាចៅទាំងពីរនៅជាមួយតាយូរហើយតាគ្មានអ្វីចែកឲ្យចៅទាំងពីរទេមានតែចំណេះដឹងបន្តិចបន្តួចឲ្យចៅតែប៉ុណ្ណោះវាជាទ្រព្យដែលគ្មាននរណាអាចលួចពីចៅបានទេម្យ៉ាងទៀតវាអាចផ្ដល់លៀបសក្ការៈឲ្យចៅគ្រាន់ចិញ្ចឹមជីវិតផងដែរនេះជាក្បួនតម្រានៃការផ្សំថ្នាំ100មុខហើយតម្រាមួយនេះជាក្បួនសម្រាប់ព្យាបាលជំងឺ100ប្រភេទចៅទាំងពីរយកទៅរៀនទៅខំយកចិត្តទុកដាក់នោះចៅនឹងមានសំណាងល្អជាងមិនខានហើយ អ
អូយ៉ាងមិនឲ្យព្រមខ្ចប់បានប្រមាណហើយ ខ្ចប់បានច្រើនហើយបងមិនដូចជាមិនសូវស្រួលសោះបង វាដូចជាមិនសូវស្រួលមែនមើលថ្នាំបងស្ងួតជួយខ្ចប់ឲ្យបងផងណាបងទៅក្នុងហើយ បាទបង ខ្ញុំជួលលោកពូនិងអ្នកមីងម្នាក់មួយកញ្ចប់បាទបើអញ្ចឹងយកទៅដាក់ទឹកហូបទៅណាមិនអីទេបើសិនជាមានការអ្វីនោះប្រាប់ខ្ញុំបញ្ចុះមិនខ្លាចចិត្តអីទេបាទអូលោកអ៊ំសុខសប្បាយជាទេអូសុខសប្បាយទេចៅអើយ លោកពូអ្នកមីងសូមអញ្ជើញចុកដាំពិសាចុះបាទខ្ញុំមានការប្រញាប់ទៅមុខទៀតណាអូបាទសូមអញ្ជើញសុខសប្បាយណាបាទអញ្ជើញ គាត់ឈឺនឹងប្រហែលថ្ងៃហើយអ៊ំ ឈឺ 4-5 ថ្ងៃហើយលោកក្មួយកុំកលំភួយឲ្យគាត់អញ្ចឹងយកកន្សែងជ្រលក់ទឹកត្រជាក់ហើយស្អំឲ្យគាត់ទៅទើបបានធូរហើយនេះថ្នាំ អរគុណ យកទៅរងាស់ទឹក3យកទឹក1ហើយឲ្យគាត់ពិសាឲ្យជាប់រយៈពេល3ថ្ងៃទៀតគាត់ប្រកាសជាបានជាសះស្បើយហើយចាអរគុណហើយក្មួយបាទ ល្ងាណាស់យាយ អញ្ចឹងខ្ញុំប្រញាប់លាអ៊ំសិនហើយព្រោះខ្ញុំប្រញាប់ទៅមើលអ្នកជំងឺផ្សេងទៀតផងចាអញ្ជើញចុះបាទ ចាប់ណាស់យាយអូយល្ងាណាស់ ខ្ញុំទៅហើយអ៊ំ អញ្ជើញចុះលោកក្មួយ ច្បាច់ជើងឲ្យបន្តិចមកចុកណា ត្រំតិចទៅតាបន្តិចទៀតបានថ្នាំពិសាហើយអូយល្ងាណាស់តាវាឯងក្តៅខ្លាំងណាស់តើអើយក្រោកឡើងពិសាថ្នាំតន់ក្តៅណាពិសាទៅថ្នាំនឹងពូកែនណាស់ហូបបន្តិចទៀតតាបាត់ហើយ អ៊ំអើយអ៊ំយ៉ាងម៉េចទៅហើយអ៊ំប្រុសបានធូរហើយនៅអូលោកក្មួយគាត់បានធូរហើយនោះគាត់កំពុងកាប់ដីឯណោះហើយគាត់ហូបបាយក៏បានសម្រានក៏លក់ស្រួលហើយគាត់ឲ្យខ្ញុំរៀបចំរួចជាស្រេចក៏ជែកត្រីងៀតទុកជូនលោកក្មួយអ៊ំប្រុសយ៉ាងម៉េចទៅហើយអ៊ំ ជីវិតខ្ញុំមករស់ឡើងវិញនេះដោយសារតែបានលោកក្មួយជួយសង្គ្រោះនេះជាគុណធ្ងន់ណាស់បាទកុំគិតអញ្ចឹងអីអ៊ំប្រុសអ៊ំស្រីការជួយគ្នាវាជារឿងរបស់យើងទាំងអស់គ្នាតា
បើសិនជាអ៊ំប្រុសបានធូរហើយនោះខ្ញុំគិតថាលាអ៊ំទាំងពីរនេះទៅ លោក ភូមិ មួយ ខាងនោះ ជឿ ទេ យករបស់នេះទៅ អូខ្ញុំមិនយកទេអ៊ំទុក ចុះ ទៅ លោកក្មួយថាជួយគ្នាជារឿងទាំងអស់គ្នានោះអី យកទៅយក អូខ្ញុំអរគុណហើយតែខ្ញុំមានដំណំមើលជំងឺរបស់គេមិនយកកម្រៃនោះទេអ៊ំទុកពិសាចុះខ្ញុំលាសិនហើយអ៊ំប្រុសអ៊ំស្រី ជឿ លាសិន ចោ ហើ ល យ លោកក្មួយជឿអរគុណហើយលោកក្មួយអរគុណហើយ ជំរាបសួរអ៊ំជំរាបសួរទាំងអស់គ្នា បាទ លោកយាយចាំមិនទៅហើយចុះដៃបានធូរខ្លះទេ បានធូរច្រើនណាស់ចៅ អូវាអត់រើឈឺឡើងវិញទេ អូឈឺដែរហ្នឹង អូអញ្ចឹងហើយចុះថ្នាំដែលខ្ញុំជូននោះលោកយាយពិសាអស់ហើយនៅ អូឆ្នាំហ្នឹងនិយាយហូបអស់ហើយ អូអញ្ចឹងល្អណាស់ហើយនេះថ្នាំបន្ថែមខំប្រឹងពិសាបានច្រើនបន្តិចទៅលោកយាយ ចាអរគុណ បាទមិនអីទេបាទលោកយាយបានហើយចុះលោកយាយខាងនេះចាំមិនឲ្យលោកយាយបានធូរស្រាលខ្លះទេ ធូរច្រើនណាស់ចៅ បាទលោកយាយត្រូវពិសាថ្នាំឲ្យបានច្រើន ចាអរគុណ ទៅបានជាសះស្បើយ លោកគ្រូអើយជួយមើលកូនខ្ញុំផងមិនដឹងជាយ៉ាងម៉េចហើយទេជួយមើលខ្ញុំផង នេះណែក្តៅខ្លួនខ្លាំងណាស់មីងមីងឆាប់យកក្រមាទៅជ្រលក់ទឹកត្រជាក់ដើម្បីមកជូតខ្លួនឲ្យបានធូរបន្តិចទៅ ចាក្មួយ លឺឡើងមីងហើយក្តៅណាស់មីងឆាប់ឡើងទ្រាំតិចទៅណៅណាទ្រាំតិចទៅមីងឆាប់ឡើង ចាណែលោកក្មួយ ជូតខ្លួនឲ្យក្មេងឲ្យលឿនទៅហើយក្មេងក្តៅខ្លួនប្រហែលថ្ងៃហើយ 3 4ថ្ងៃហើយលោកគ្រូខ្ញុំច្បាច់ស្លឹកស្ដៅឲ្យវាផឹកដែរប៉ុន្តែវាផឹកមិនចូលសោះចេះតែក្អួតមកវិញ អញ្ចឹង យ៉ាងម៉េចហើយលោកគ្រូសូមជួយកូនខ្ញុំផងខ្ញុំមានតែកូនមួយនឹងទេ មិនអីទេ លោកគ្រូ មិនអីទេ សូមជួយកូនខ្ញុំផងខ្ញុំមានតែកូនម្នាក់គត់បើសិនជាគេយ៉ាងម៉េចយ៉ាងម៉ានោះខ្ញុំប្រកាសជា មី ស្ ង លាប់ យក មិនខាន ថ្នាំ3គ្រាប់នេះទៅហើយឲ្យកូនមីងលេប1ថ្ងៃ1គ្រាប់ហើយរយៈពេល3ថ្ងៃក្រោយនឹងបានធូរស្បើយហើយបើសិនជាក្មេងនេះយ៉ាងម៉េចយ៉ាងម៉ានោះមីងឆាប់យកមកឲ្យខ្ញុំវិញណាមីង អរគុណហើយលោកគ្រូ បានកុំភ្លេចបើយ៉ាងម៉េចយ៉ាងម៉ាមីងនាំត្រឡប់មកវិញប្រយ័ត្នផងហើយចុះអ៊ំស្រី ក្តៅខ្លួន អញ្ចឹងហើយចុះអ្នកណាជឹង កូនទូចនេះ អូនេះក្តៅខ្លួនហ្នឹង ចា មើលក្តៅខ្លួនប្រហែលថ្ងៃហើយ 2 3ថ្ងៃហើយ ទៅមិនចូលមក ចា តែមិនដែរទេចាញ់ថ្ងៃច្រើនណាស់ឥឡូវឲ្យគ្នាមួយទៅច្រើនតិចទៅ ចា ហើយនេះថ្នាំយកទៅហើយចុះលោកតាយ៉ាងម៉េចដែរ វាចិត្តតែចុកចេញពីឆ្អឹងណាស់ក្មួយ ហើយឈឺនឹងរយៈពេលប្រហែលថ្ងៃហើយ ជាកន្លះខែអើយក ន្លះខែហើយ បាទ ឈឺខ្លាំងទេប្រហែលជាពាក់ព័ន្ធនឹងសរសៃហើយមិនអីទេចាំខ្ញុំជូនថ្នាំលោកតាពិសាចុះ ជួយផងកូនខ្ញុំពោះចាស់ជួយផងលោកគ្រូ មើល ជួយ ដាក់ ផ ចុះទៅ ងជួយផង ចាំមិនហ្នឹង កូនខ្ញុំពោះចាស់លោកគ្រូមើលចោះ ពោះចឹកមើល ពោះនឹងមានពឹសខ្លាំងណាស់ប្អូនវាចាក់តែមួយថ្ងៃក៏ស្លាប់បាត់ទៅហើយ អ
ជួយផងទៅលោកគ្រូខ្ញុំអរគុណលោកគ្រូហើយដែលបានជួយជីវិតកូនខ្ញុំសាជាថ្មីខ្ញុំមិនភ្លេចគុណលោកគ្រូទេអរគុណលោកគ្រូទៅកូនលោកជាអ្នកជួយកូនណាអរគុណលោកគ្រូខ្ញុំមិនភ្លេចគុណលោកគ្រូទេថ្ងៃណាមួយខ្ញុំនឹងសងគុណលោកគ្រូវិញមិនអីទេអ្នកទាំងពីរខ្ញុំមិនទាគុណស្រ័យអ្វីពីអ្នកទាំងពីរទេសូមអ្នកទាំងពីរកុំគិតដូច្នេះអីហើយការដែលខ្ញុំជួយអ្នកទាំងពីរគឺខ្ញុំជួយដោយចិត្តស្មោះហើយអ្វីដែលខ្ញុំចេះប្រមាណខ្ញុំជួយប៉ុណ្ណឹងសូមកុំគិតដូច្នេះអីទោះយ៉ាងណាក៏ខ្ញុំមិនភ្លេចគុណលោកគ្រូដែរបើខ្ញុំបានធូរធារខ្ញុំមិនភ្លេចគុណលោកគ្រូទេប៉ុន្តែឥឡូវនេះតាំងពីអត់ពីប្តីខ្ញុំទៅពួកខ្ញុំយ៉ាប់យ៉ឺនណាស់ខ្ញុំបានជម្រាបណាមីងហើយតាថាខ្ញុំមិនចង់បានសំណងអ្វីពីណាមីងនោះទេអញ្ជើញអ្នកមីងត្រឡប់ទៅវិញបានសេចក្តីសុខណាមីងចាខ្ញុំជម្រាបលាលោកគ្រូសិនហើយខ្ញុំពិតជាអរគុណលោកគ្រូខ្លាំងណាស់តោះកូនយើងទៅវិញសូមជឿឲ្យមានសេចក្តីសុខមីងចាអរគុណលោកគ្រូហើយជើងខាងនេះត្រូវអីដែរវាហើមរហូតលោកគ្រូហើមប្រហែលថ្ងៃហើយលោកគ្រូជួយប្រពន្ធខ្ញុំផងប្រពន្ធខ្ញុំជួយពោះឆ្លងទៅលេឥឡូវហើយលោកគ្រូសំជិញទៅប្រពន្ធខ្ញុំទៅជួយពោះជប់យកបំបីខ្ញុំសិនចាំខ្ញុំយកឲ្យមិនមែនទេនេះបំបីខ្ញុំបាទតលោកគ្រូសំជិញទៅមើលប្រពន្ធខ្ញុំទៅជិះលោកគ្រូសំជិញមើលលេងកំអស់ខ្ញុំមើលអត់លេងឡើងទៅលោកគ្រូអត់លេងឡើងទៅលោកគ្រូអត់លេងឡើងជិះដល់ហើយលោកគ្រូនៅខាងនោះអត់លេងឡើងទៅលោកគ្រូជួយប្រពន្ធខ្ញុំផងទៅអត់លេងឡើងទៅបញ្ញាំជិះដល់ហើយព្រមទេអត់លេងឡើងទៅដល់ហើយលោកគ្រូបញ្ញាំតិចទៅដល់ហើយនេះជាផ្ទះខ្ញុំចូលក្នុងផ្ទះខ្ញុំទៅលេងឡើងមកតាមមកលោកគ្រូមកមើលសនទុកអីបានខ្ញុំហ្នឹងហើយទៅយកទឹកឲ្យខ្ញុំធំបាទលោកគ្រូបញ្ញាំឡាសនទឹកក្តៅបាទទ្រាំតិចទៅចិត្តកាត់ហើយទ្រាំតិចទៅប្រឹងឡើងប្រឹងខ្លាំងលោកគ្រូសនឯងទុកត្រង់ហ្នឹងហើយសនឯងចិត្តក្រៅទៅណាហើយកុំភ្លេចបិទទ្វារផងបាទលោកគ្រូបញ្ឈរឆ្ពងឡើងបាទប្រឹងកូនចិត្តកាត់លើហើយប្រឹងឡើងប្រឹងបន្តិចប្រឹងខ្លាំងទៅប្រឹងខ្លាំងទៅចិត្តកាត់ហើយប្រឹងឡើងប្រឹងឡើងបងស្រីប្រឹងឲ្យខ្លាំងទៅកាត់ហើយប្រឹងខ្លាំងឡើងបងស្រីបន្តិចទៀតប្រឹងខ្លាំងបងស្រីកូនកាត់ហើយប្រឹងបន្តិចទៀតកាត់មកហើយចេញមកហើយលោកគ្រូកូននេះផ្លោះណាស់តានេះកូនខ្ញុំប្រុសឬស្រីលោកគ្រូបានគឺកូនប្រុសហ្នឹងណាហើយធ្លោះទៀតផងសនឯងមើលណាបីវាស្រួលណាបាទលោកគ្រូវាធ្លោះអញ្ចឹងហើយបានជាពិបាកកើតហ្នឹងណាតែមិនអីទេសនឯងឲ្យប្រពន្ធសនឯងហ្នឹងសម្រាប់បានស្រួលសិនទៅបាទលោកគ្រូមើលមកវាមើលដូចជាសនឯងបែបតែម្ដងហើយនេះបាទមែនហើយលោកគ្រូវាពិតជាដូចមែនហ្នឹងខ្ញុំអរគុណលោកគ្រូហើយដែលបានជួយប្រពន្ធខ្ញុំតាន់ពេលខ្ញុំនេះល្ងងណាស់មិនដឹងចាប់អីទេទើបចិត្តទៅអូសលោកគ្រូមកតំណែងដូចនេះ
បានមិនអីទេសនអ្វីដែលខ្ញុំអាចជួយបានខ្ញុំប្រកាសជាជួយតែខ្ញុំសូមទៅមកកែសិនមក អូបាទចាំតែលោកគ្រូ អរគុណ លោកគ្រូពិសាទឹក បាទអរគុណហើយសន បាទមិនអីទេលោកគ្រូ ខ្ញុំគិតថារលាទៅវិញសិនហើយព្រោះថាខ្ញុំទៅមើលអ្នកជាមួយនៅក្នុងទៀត បាទអញ្ចឹងអរគុណហើយលោកគ្រូ បាទខ្ញុំលាសិនហើយ បាទ ក្បែរខ្ញុំ នេះអញ្ជើញ បងស្រីខ្ញុំលាសិនហើយមិនច្បាច់ជួនដំណើរខ្ញុំទេសន សត្វស្លាបទាំងអស់នេះនាំដំណឹងល្អអន្តតាគេថាអ្នកស្រុកជើងត្រូវបានរំដោះហើយឯពួកអពតនោះនាំគ្នារត់ចូលព្រៃអស់រលីងហើយប្រជាជនយើងមួយចំនួនក៏បានចូលស្រុកវិញហើយវត្តអារាមនិងទីផ្សារក៏បានចាប់ដំណើរការវិញដែរបើអញ្ចឹងខ្ញុំនាំដំណឹងល្អនេះទៅប្រាប់លោកតាសិនច្បាស់ជាគាត់សប្បាយចិត្តជាមិនខាននោះទេ វិញ្ញាសាការតាំងសមាធិនេះសំខាន់ណាស់សូមចៅទាំងពីរតាំងអារម្មណ៍ឲ្យបាននឹងណឥឡូវសូមត្រៀមខ្លួនតាំងសមាធិឲ្យបាននឹងណបើសិនជាមានការធ្វើប្រហែសតែបន្តិចនឹងត្រូវទទួលការចោទចាញ់ សូមចៅទាំងពីរចាប់ផ្ដើមធ្វើយ៉ាងណាកុំឲ្យទឹកក្នុងផ្ទិលខ្ទាតចេញមួយដំណក់ឲ្យសោះបើមិនដូច្នោះតាចាត់ទុកថាចាញ់ បានវិញ្ញាសាត្រូវបញ្ចប់ ធ្លាប់ស្បត់បំពេញមិនចាំភ្លេចគ្រាកំសត់ច្រើនឆ្នាំ